ទីបំផុតស្ត្រីឈ្មោះសាមមីជូដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយដើម្បីសួរនាំនិងបន្តនីតិវិធីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានឆក់យកជីវិតសង្ខារមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនម្នាក់កំពុងធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមមានការសោកស្ដាយយ៉ាងខ្លាំងជាពិសេសក្រោយពីភរិយារបស់ជនរងគ្រោះបានបង្ហោះសាររៀបរាប់ពីការឈឺចាប់និងការបាត់បង់ដ៏ធំធេងរហូតធ្វើឲ្យអ្នកអានជាច្រើនហូរទឹកភ្នែកតាមស្របពេលដែលករណីនេះកំពុងទទួលបានការចាប់អារម្មណ៍លោកឧត្តមសេនីយ៍ជុននរិនស្នងការនគរបាលរាជធានីភ្នំពេញក៏បានបង្ហោះសារឲ្យស្ត្រីជាអ្នកបើកបររថយន្តបញ្ឈប់ការរត់គេចខ្លួននិងចូលខ្លួនមកសារភាពដោយបញ្ជាក់ថាសមត្ថកិច្ចបានបិទច្រកនិងកំពុងតាមស្វែងរកទាំងជនសង្ស័យនិងអ្នកពាក់ព័ន្ធដែលជួយលាក់បំពួនយ៉ាងណាមិញនៅព្រឹកថ្ងៃទី30ខែកក្កដាឆ្នាំ2026នេះស្ត្រីឈ្មោះសាមមីជូត្រូវបានក្រុមគ្រួសារសហការប្រគល់ជូនសមត្ថកិច្ចដើម្បីអនុវត្តតាមនីតិវិធីច្បាប់ហើយដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់គណៈមហាជនជាច្រើនកំពុងរងចាំលទ្ធផលនៃការស៊ើបអង្កេតនិងសង្ឃឹមថាករណីនេះនឹងត្រូវបានដោះស្រាយដោយយុត្តិធម៌ចំពោះភាគីទាំងអស់